ជំរាបសួរបងប្អូនកូនក្មួយសុខសប្បាយមកបេះបន្លែធម្មជាតិក្រោយផ្ទះញ៉ាំជាមួយខ្ញុំហ្នឹងហើយបងប្អូនអើយនេះហើយណានៅសហរដ្ឋអាមេរិកនៅតែរដ្ឋត្រជាក់ណាបងប្អូនកូនក្មួយសាច់ក្តីសុខពេលរដូវក្តៅហ្នឹងហើយដល់រដូវត្រជាក់ហ្នឹងអើយនាំគ្នាធ្វើមុខឲ្យសមិសវាត្រជាក់ខោអាវ4 10ជាន់ណា2 3ជាន់ម្នាក់ដល់តែរដូវក្តៅចឹងអូយសប្បាយចិត្តនឹងបន្លែធម្មជាតិហើយខ្ញុំបងប្អូនខ្ញុំអត់ដាំច្រើនទេខ្ញុំដាំតិចតិចឯងហើយវាផ្លែបងប្អូនដូចថាម្ណយផលណាដែលយើងធ្វើល្អអំពើល្អយើងសាងល្អទៅទេវតាដាក់ទានឲ្យបងប្អូនទេវតាជួយឲ្យផ្លែព្រោះអីថាខ្ញុំអត់ចេះឈ្នានេះខ្ញុំអត់ដែលជេរអ្នកណាថាអ្នកណាវល់តែគេជេរខ្ញុំជេរតបវិញចឹងទៅអញ្ចឹងហើយយើងធ្វើល្អអំពើល្អបងប្អូនខ្ញុំដាំអត់មានដាក់ជីអត់មានដាក់អីទេបងប្អូនឃើញស្រាប់ហើយខ្ញុំស្រោចតែទឹកហ្នឹងហើយមែនថាអត់កុហកអីខ្ញុំអត់កុហកអីបងប្អូនមនុស្សខ្ញុំអត់ចេះកុហកខ្ញុំអត់ដាក់ទេបងប្អូនបើថាម្ទេសបងប្អូនខ្ញុំនឹកឃើញថាម្ទេសហ្នឹងខ្ញុំអត់បានហូបអីឆ្នាំនេះបងប្អូនអើយខ្ញុំដាំប្រហែលជា10ដើមឯផ្លែសឹងបាក់ដើមមកផ្លែយកតែមែនទេបងប្អូនផ្លែឡើងបាក់ដើមហើយនឹងបាក់ឡើង2ដើមហើយបងប្អូនវាធ្ងន់ផ្លែវាពេកដល់ខ្ញុំយកស្អីទៅទល់ក៏នៅតែវាឆ្វិតព្រោះអីវាធ្ងន់ផ្លែពេកហើយខ្ចីខៀវហ្នឹងហើយខ្ចីខៀវហ្នឹងហើយខ្ញុំស្ដាយដល់ហើយមិនដឹងធ្វើម៉េចទៅវាផ្លែនោះផ្លែបងប្អូនដូចជាសណ្ដែកគួរសណ្ដែកអីបងប្អូនឃើញស្រាប់ហើយខ្ញុំស្រោចតែទឹកហើយខ្ញុំកូនពេលខ្ញុំកាត់ឆ្មៅកាត់អីទៅខ្ញុំយកឆ្មៅយកទៅដាក់គល់វាហ្នឹងខ្ញុំបេះស្លឹកគ្របវាហ្នឹងបងប្អូនព្រោះអីថាខ្ញុំចង់ហូបរបស់ធម្មជាតិហ្នឹងហើយខ្ញុំចង់ហូបរបស់ធម្មជាតិថាម្ទេសនឹងว่าផ្លែនោះផ្លែសឹងបាក់ដើមស្អីក៏ផ្លែដែរបងប្អូនខ្ញុំឆ្ងល់មែនទែនហ្នឹងហើយខ្ញុំឆ្ងល់មែនទែនហើយខ្ញុំហូបអត់អស់ទេបងប្អូនអញ្ចឹងខ្ញុំបេះយកមកដាក់ទូកត់ទុកហូបដល់រដូវត្រជាក់ហ្នឹងហើយពេលរដូវត្រជាក់ទៅយើងខាន់បានអានេះបានអានោះឆ្ងល់ហត់ទឹកក្តៅអូននោះបងប្អូនអញ្ចឹងហើយមើលណែតសក់ស្រូវខ្ញុំក៏ដូចតែគ្នាផ្លែនោះផ្លែហ្នឹងហើយផ្លែបងប្អូនខ្ញុំថាដាំតែមួយដើម2ដើមនៅតែផ្លែបេះមិនឈ្នះខ្ញុំឆ្ងល់មែនទែនចឹងបានថាមនុស្សយើងសម្រេចនៅលើអំពើល្អបងប្អូននេះសូម្បីតែបន្លែផ្លែឈើក៏អុយផលយើងដែរអុយផលយើងដែរបងប្អូនយើងធ្វើបត់ល្អទៅយើងក៏បានក្តីសុខយើងសរានលក់ឃើញបន្លែឃើញដំណាំយើងល្អនោះសរានលក់បងប្អូនអើយឥឡូវអស់ផ្កាឈូកទៅមានអីទៅប្រអួតតែបន្លែក្រោយផ្ទះនឹងប្រអួតទៀតមិនប្រអួតទេបងប្អូនអើយប្រហោះទៅផុសទៅខ្លាចលោកបងប្អូននៅចិត្តនេះគាត់ចង់បានទៅគាត់មកបេះយកទៅហូបតែប៉ុន្តែគេអត់ចង់បានទេបងប្អូនព្រោះអីថាគេដាំគ្រប់គ្នាអស់ហើយនោះហ្នឹងហើយគេដាំគ្រប់គ្នាគេមានហូបគ្រប់គ្នាបងប្អូននិយាយទៅអុយតែរដូវក្តៅអញ្ចឹងអ្នកនៅរដ្ឋត្រជាក់ភ្ញុកដាំឲ្យបងប្អូនដើម្បីគេចង់បានបន្លែធម្មជាតិហូបហ្នឹងហើយគេចង់បានបន្លែធម្មជាតិហូបទាំងខ្ញុំទាំងគេភ្ញុកដាំឲ្យបងប្អូននេះហ្នឹងហើយមើលម្ទេសខ្ញុំឲ្យផ្លែនោះផ្លែហើយក៏ផ្លែយកតែមែនទេណាខ្ញុំក៏បេះត្រប់បងប្អូនអាត្រប់ស្រួយតូចហ្នឹងក៏ផ្លែបងប្អូនអូយផ្លែហើយខ្ញុំក៏មានតសក់មួយនេះតសក់មួយហ្នឹងអត់ចាស់ទេហ្នឹងហើយខ្ចីឯងប៉ិនខ្ញុំបេះវាយកមកហ្នឹងហើយក្រោយពីបេះបន្លែហើយមកហូបនំតិចព្រោះក្តៅមែនទែនបងប្អូនមកហូបនំហូបទឹកអញ្ចឹងទៅអាងបេះសណ្ដែកបន្តសណ្ដែកនឹងផ្លែនោះផ្លែមើលទៅខ្ញុំឈប់បេះឲ្យបងប្អូនខ្ញុំទុកឲ្យចាស់ចោលនៅហ្នឹងព្រោះអីថានៅក្នុងទូត្រជាក់ហ្នឹងវាណែនអស់នោះខ្ញុំតន់កាត់ជាកង់ដាក់ក្នុងហ្វីសឺផងដាក់ទូកកផងព្រោះអីទុកឆានៅរដូវត្រជាក់ហ្នឹងហើយទុកឆាទៅទុកស្លការីទៅហ្នឹងហើយប៉ុន្តែពួកម៉ាក់ខ្ញុំគាត់ថាអុយធ្វើម្ហូបលាវខ្លះទៅសណ្ដែកគួរហ្នឹងខ្ញុំអត់តាន់បានធ្វើព្រោះអីថាខ្ញុំអត់ចូលចិត្តហូបដែរមកហូបមកមុខហ្នឹងបងប្អូនខ្ញុំអត់ចូលចិត្តហូបទេហ្នឹងហើយអញ្ចឹងហើយមានតែបុកហែងឆាហែងការីប៉ុណ្ណឹងឯងសណ្ដែកខ្ញុំមិនដឹងធ្វើអីទៀតហើយប៉ុណ្ណាខ្លះឃើញគាត់ចូលខេមមិនមកថាអុយធ្វើជ្រក់សណ្ដែកគួរខ្ញុំអត់ចូលចិត្តហូបផងហ្នឹងហើយខ្ញុំអត់ចូលចិត្តហូបក៏ហូបវាមិនអស់ដែរបងប្អូនកូនក្មួយហ្នឹងហើយអញ្ចឹងមកផ្ទះឲ្យបងប្អូនកូនក្មួយណា
អ្នកណាអត់ប្រឡែអីមកបេះសណ្ដែកគួរយកទៅបុកហូបណាបងប្អូនកូនក្មួយទុកសបាយហៅមែនមិនហៅលេងទេហៅមែនតែនបងប្អូនមកយកចាស់សណ្ដែកគួរវែងណាខ្ញុំឲ្យខ្ញុំមិនហៅលេងទេហៅមែនតែនអូខេបាយបាយជម្រាបលាសុខសប្បាយ